ជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរយើងមកធ្វើមុខម្ហូបមួយទៀតហើយដែលមានឈ្មោះថាស្ងោរស្អំជាមួយនឹងស្លឹកបាសហើយបន្លែរបស់យើងគឺមិនពិបាករកទេអ្នកទាំងអស់គ្នាគឺនៅតាមជុំវិញរបស់ផ្ទះរបស់យើងនឹងឯងគឺបន្លែរបស់យើងគឺធម្មជាតិ100%តែម្ដងហើយនឹងខ្ញុំក៏នឹងមកអាននៅរឿងស្នេហាខុសភពជាបន្តទៀតឲ្យអ្នកទាំងអស់គ្នាស្ដាប់ផងដែរកុំភ្លេចតាមដានជាបន្តទៀតណាកាលពីវីដេអូមុនយើងនិយាយដល់វឌ្ឍនានិយាយទៅម្ដាយរបស់គេព្រោះថាវឌ្ឍនាបាននិយាយជាមួយចរណៃធ្វើឲ្យម្ដាយគេឆ្ងល់ហើយអ្នកមីងបុប្ផាក៏និយាយទៅកាន់កូនប្រុសវឌ្ឍនានេះកូនកំពុងនិយាយជាមួយនរណាគេហ្នឹងអូគ្មានទេម៉ាក់កូនមិនបាននិយាយជាមួយនរណាឯណាម៉ាក់តោះយើងទៅញ៉ាំអាហារទៅម៉ាក់ព្រោះកូនប្រញាប់ទៅមើលកម្មករអ្នកឯចំការផងនិយាយរួចហើយពីរនាក់ម្ដាយកូនក៏ទៅញ៉ាំអាហារជុំគ្នាពេលញ៉ាំអាហារពេលព្រឹករួចហើយនរសង្ហាវឌ្ឍនាក៏ទៅចំការដើម្បីមើលកម្មករធ្វើការចំណែកឯចរណៃនាងទៅមិនឆ្ងាយពីវឌ្ឍនានោះទេគឺនាងបានដើរតាមវឌ្ឍនារហូតវឌ្ឍនាឃើញចរណៃដើរតាមខ្លួនរហូតក៏និយាយទៅកាន់ប្រុសស្រីថានេះអ្នកនាងឈប់ដើរតាមខ្ញុំទៅបានទេពេលនោះពួកកម្មករឆ្ងល់នឹងវឌ្ឍនាយ៉ាងខ្លាំងព្រោះពួកគេឃើញវឌ្ឍនាកំពុងតែនិយាយតែម្នាក់ឯងពួកកម្មករបានសួរគ្នាថាណែពួកឯងមានឃើញដូចគ្នាទេថាចៅហ្វាយកំពុងតែនិយាយតែម្នាក់ឯងកម្មករម្នាក់ទៀតក៏និយាយឆ្លើយតបថាគ្នាក៏ឃើញដែរតែចៅហ្វាយកើតអីទៅដឹងហេតុអីបានជាគាត់និយាយតែម្នាក់ឯងអញ្ចឹងពួកកម្មករនាំគ្នាឆ្ងល់ទាំងអស់គ្នាចំណែកឯចរណៃក៏និយាយតបទៅនរៈថាបើមិនឲ្យខ្ញុំតាមលោកតើឲ្យខ្ញុំតាមអ្នកណាទៅបើអ្នកនាងតាមខ្ញុំបែបនេះតើឲ្យខ្ញុំធ្វើការយ៉ាងម៉េចនឹងកើតទៅលោកធ្វើការទៅខ្ញុំគ្រាន់តែដើរតាមលោកទេតាកំពុងនិយាយជាមួយនរៈសង្ហាវឌ្ឍនាចរណៃក៏ក្រឡេកឃើញសត្វពពែមួយវងធំហើយនាងក៏សួរទៅនរៈទៀតថាលោកវឌ្ឍនានេះជាពពែរបស់លោកមែនទេនរៈញញឹមហើយនិយាយតបត្រូវហើយនេះជាពពែរបស់ខ្ញុំចរណៃញញឹមស្រស់ពេលឃើញពពែគួរឲ្យស្រឡាញ់ខ្លាំងណាស់ស្អាតស្អាតដល់ហើយចរណៃនិយាយរួចហើយនាងក៏រត់ទៅប្រឡែងជាមួយវងសត្វពពែទាំងនោះយ៉ាងសប្បាយរីករាយចំណែកឯនរៈសង្ហាវឌ្ឍនាឈួរមើលចរណៃបណ្ដាលញញឹមតែម្នាក់ឯងបណ្ដាលពេលនោះក៏មាននារីម្នាក់ឈ្មោះថាគន្ធានឹងគឺជាប្អូនស្រីជីដូនមួយរបស់វឌ្ឍនាគន្ធាដើរមកលបដើម្បីបញ្ញាក់បងប្រុសរបស់នាងគន្ធាដើរចូលទៅហើយក៏ចាក់ចង្កេះបងប្រុសរបស់នាងហើយនាងក៏និយាយទៅកាន់នរៈថាបងប្រុសកំពុងមើលអីហ្នឹងនរៈរៀងភ្ញាក់បន្តិចហើយក៏តបទៅប្អូនស្រីគន្ធាហេតុអីមកស្ងាត់ស្ងាត់អញ្ចឹងហើយនាងឯងមកក៏តាំងពីថ្ងៃណាហេតុអីក៏បងមិនដឹងគន្ធាញញឹមទៅបងប្រុសហើយនិយាយលេងសើចបានអីនឹងបងដឹងបើបងរវល់តែមើលពពែញញឹមតែម្នាក់ឯងអញ្ចឹងនេះអារម្មណ៍បងគិតដល់ណាហើយចំណែកឯចរណៃឃើញវឌ្ឍនាកំពុងតែនិយាយជាមួយគន្ធានាងក៏ដើរចូលមកក្បែរគន្ធាមើលលើមើលក្រោមហើយសួរទៅនរៈថាតើនាងជាអ្នកណាហេតុអីស្លៀកពាក់មើលទៅដូចជាប្លែកបែបនេះនរៈសង្ហាវឌ្ឍនាមិនឆ្លើយតបហើយធ្វើទឹកមុខមិនឲ្យចរណៃសួរគេទៀតរួចហើយក៏ឆ្លើយតបទៅគន្ធាថាគឺបងស្រឡាញ់ពួកវានឹងណាទៅមើលពួកវាភ្លឹកបន្តិចទៅអូខ្ញុំស្មានតែបងចូលភ្លឹកមើលស្រីស្អាតហើយតានរៈញញឹមបន្តិចហើយនិយាយតបទីនេះមានស្រីស្អាតមកពីណាទៅពេលនោះចរណៃក៏និយាយកាត់ថាគឺខ្ញុំនោះអីនរៈសង្ហាវឌ្ឍនាក៏ធ្វើទឹកមុខដាក់ចរណៃម្ដងទៀតគន្ធាឆ្ងល់ឃើញវឌ្ឍនាធ្វើទឹកមុខប្លែកៗក៏សួរទៅបងប្រុសនេះមុខបងកើតអីហេតុអីក៏បងធ្វើទឹកមុខប្លែកៗបែបនេះនរៈញញឹមមិនធ្វើសមគឺបងដូចជាសរសៃទាញមិនដឹងទេទៅបងជាតែធ្វើទឹកមុខអញ្ចឹងទៅគ្មានអីនោះទេចរណៃឮវឌ្ឍនានិយាយបែបនោះនាងក៏សើចក្រោយពីជួបជាមួយប្អូនស្រីរួចវឌ្ឍនាក៏ទៅអង្គុយលេងនៅឯទឹកជ្រោះក្រោយចំការនរៈសង្ហាវឌ្ឍនាកំពុងតែអង្គុយចរណៃក៏ដើរចូលមកអង្គុយក្បែរវឌ្ឍនាហើយនិយាយទៅកាន់នរៈថាទេសភាពនៅទីនេះស្អាតស្អាតដល់ហើយមើលទៅគួរឲ្យចង់រស់នៅណានរៈដកដង្ហើមស្រូបយកខ្យល់អាកាសហើយនិយាយតបថាពិតមែនហើយខ្ញុំស្រឡាញ់ទីនេះខ្លាំងណាស់ហើយចុះអ្នកនាងតើផ្ទះរបស់អ្នកនាងនៅឯណាដែរច
ចរណៃដាក់ទឹកមុខស្រពោនហើយនិយាយតបថាខ្ញុំមិនចាំនោះទេថាផ្ទះរបស់ខ្ញុំនៅទីណានោះហើយសាច់ញាតិបងប្អូនក៏ខ្ញុំមិនចាំដែរនរៈសង្ហាក៏សួរបន្តចុះអ្នកនាងស្លាប់ដោយសារអ្វីដែរទៅខ្ញុំក៏មិនដឹងដែរថាខ្ញុំស្លាប់ដោយសារមូលហេតុអីដែរគឺខ្ញុំចាំតែឈ្មោះរបស់ខ្លួនឯងតែប៉ុណ្ណោះប៉ុន្តែនៅក្នុងចិត្តរបស់ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមិនបានស្លាប់នោះទេដូចជាមានអ្វីម្យ៉ាងធ្វើឲ្យវិញ្ញាណរបស់ខ្ញុំចេញពីខ្លួនអញ្ចឹងប៉ុន្តែខ្ញុំមិនចាំនោះទេថាមកពីមូលហេតុអីនរៈក៏និយាយទៅកាន់ស្រស់ស្រីបើអញ្ចឹងអ្នកនាងខំរកនឹកទៅក្រែងនឹងចាំបានអីខ្លះខ្ញុំព្យាយាមហើយប៉ុន្តែនៅតែនឹកមិនឃើញសោះនរៈក៏សួរទៅចរណៃបន្តទៀតថាប៉ុន្តែហេតុអីបានជាអ្នកនាងតែងតែចូលនៅក្នុងយល់សប្តិរបស់ខ្ញុំរាល់ថ្ងៃអញ្ចឹងចរណៃក៏ធ្វើទឹកមុខឆ្ងល់ថាម៉េចនេះលោកតែងតែយល់សប្តិឃើញខ្ញុំមែនទេតើលោកយល់សប្តិឃើញថាយ៉ាងម៉េចទៅគឺខ្ញុំយល់សប្តិឃើញនាងស្រែកហៅឲ្យខ្ញុំជួយនាងរហូតស្ទើរតែមិនលួថ្ងៃនោះទេពិតមែនហើយពេលវិញ្ញាណខ្ញុំនៅក្នុងក្រឡខ្ញុំតែងតែស្រែកហៅឲ្យគេជួយស្ទើរតែរាល់ថ្ងៃរហូតបានជួបលោកនៅពេលដែលលោកបើកក្រឡថ្ងៃមុននេះឯងនរៈក៏និយាយលេងសើចបន្តិចនេះប្រហែលជានិស័យនាំឲ្យខ្ញុំបានស្គាល់អ្នកនាងដែលជាខ្មោចទៅដឹងហេតុអីបានជាមិននាំខ្ញុំឲ្យស្គាល់មនុស្សបែរជាមកស្គាល់ជាមួយខ្មោចទៅវិញខ្ញុំមិនយល់តើសោះមែនហើយប្រហែលជានិស័យមែនហើយទើបបណ្ដាលឲ្យលោកមកជួយខ្ញុំឲ្យចេញពីក្រឡបែបនេះខ្ញុំសង្ឃឹមថាការចងចាំរបស់ខ្ញុំនឹងត្រឡប់មកវិញឆាប់ៗនេះព្រោះខ្ញុំក៏ចង់ដឹងដែរថាខ្ញុំស្លាប់ដោយសារមូលហេតុអីហើយអ្នកណាជាអ្នកធ្វើបាបខ្ញុំហើយសាច់រឿងរបស់យើងក៏និយាយដល់ប៉ូលីសសាលាវិញម្ដងប៉ូលីសសង្ហាសិលាគេគឺជាមេប៉ងប្រចាំការនៅទីនោះផងដែរសិលាគេគឺជាមិត្តភ័ក្តិរបស់វឌ្ឍនាតែម្នាក់គត់ថ្ងៃនេះសិលាបានចុះចាប់បាត់ល្មើសលក់គ្រឿងញៀនមួយកន្លែងសិលានិងកូនចៅបាននាំគ្នាឡោមព័ទ្ធក្រុមជនល្មើសកំពុងតែជួញដូរគ្រឿងញៀនសិលាក៏ស្រែកទៅជនល្មើសចាប់លើកដៃទាំងអស់គ្នាភ្លាមយើងជាប៉ូលីស